បាទជំរាបសួរប្រិយមិត្តបបិជនទាំងអស់គ្នានេះគឺជាធនធានធម្មជាតិរបស់យើងហើយជាមនុស្សសិក្សាចការដំណាំស្រូវបងប្អូនអ្នកគ្នាស្រូវចូលតាមបានប្រមូលផលបដាណានៅថ្ងៃទី2ខែ11បងប្អូនអ្នកគ្នាស្រូវស្រាលយើងចាប់ដើមលក្ខណៈនិយាយថាទុំបដាអញ្ចឹងណាបាទនេះបងប្អូនជាមួយនឹងព្រៃភ្នំធម្មជាតិនិយាយថាភ្នំបងប្អូននិយាយថាស្រស់ស្អាតមានទាំងអាប់មានទាំងពពកនៅពីលើបងប្អូននេះឃើញហើយនិយាយថាស្អាតបងប្អូនអ្នកគ្នាយើងគិតបងប្អូនហើយយើងអាចរក្សាធនធានធម្មជាតិដែលកម្រมันអាចនឹងកើតឡើងបានបងប្អូនអ្នកគ្នាឃើញនេះស្អាតហ្មងមានពពកចុះអាប់ពីលើពពកឡើងអូយបងប្អូននិយាយថាស្រស់ស្រាយសប្បាយហ្មងទន្ទឹមធម្មជាតិដែលកើតឡើងដោយធម្មជាតិណាយើងអាចរក្សាទុកបានគង់វង្សយូរអង្វែងនិយាយថាធនធានកម្រហើយក្មេងៗជំនាន់ក្រោយបានឃើញបានមើលអញ្ចឹងណានេះកំពុងតែបញ្ឈររៀងយ៉ាងស្អាតនៃបងប្អូនធនធានធម្មជាតិបានទាំងព្រៃឈើបានទាំងទឹកភ្លៀងអញ្ចឹងណានៅពេលដែលយើងរក្សាព្រៃឈើបានគង់វង្សទៅវាអាចតាក់ទាញវាអាចស្រូបលក្ខណៈភ្លៀងអីឲ្យយើងបានអញ្ចឹងណាបងប្អូនបើសិនជាអត់ព្រៃឈើក៏ពិបាកដែរក្នុងការរស់នៅបងប្អូនណាវាអាចជាក្តៅវាអត់អាចជាបង្កឲ្យមានវាអត់ភ្លៀងណានេះមានភ្លៀងចឹងអីបងប្អូននេះទេសភាពស្អាតព្រៃភ្នំយើងស្រស់ស្រាយបងប្អូនស្រស់ស្រាយចកាយើងឃើញខ្យល់វិញឡើងត្រជាក់ស្រាប់ហ្មងបងប្អូនហើយគួបផ្សំជាមួយនឹងធម្មជាតិជាមួយនឹងក្លិនស្រូវជាមួយនឹងផ្លូវដ៏ស្រស់ស្អាតចឹងទៅយើងមើលទៅមួយយ៉ាងស្អាតហ្មងទេសភាពមិនអេហ្មងបងប្អូនអ្នកគ្នាហើយស្រូវក៏ចាប់ផ្ដើមចិត្តប្រមូលផលទៀតណាប្រមូលផលបដាណា